bạn chữ số một con ở kia và cũng một căn video bọc hiểm phải ní hay ở thêm trong trai tụm lê từ căn một con ở kiaแต่ต้องนั่งระเบียบบังการ account TikTok USA หรือก็ account TikTok อเมริกอย่างนั้นบอกว่าให้การบังคับนี่คือยังเพื่อการบังคับในเรื่องตัวสัตว์ได้จังแต่ต้องmộtปีระเบียบบังการ account TikTok อเมริกคือยังไอ้บังการในเรื่องIP ខ្មែរក៏បានបងប្អូនអាចបង្កើត IP បរទេសក៏បានប្រើប្រាស់វាបានហ្នឹងអញ្ចឹងរបៀបបង្កើតនេះខ្ញុំបានរៀនពីគេហើយខ្ញុំចំណាយលុយទេហើយថ្ងៃនេះខ្ញុំចែកចម្លែក free អត់មានអស់លុយទេបងប្អូនមើលវីដេអូខ្ញុំចប់នឹងអាចបង្កើត TikTok បានដែលជោគជ័យ 100% អញ្ចឹងយើងចូលទៅធ្វើការបង្កើតទាំងអស់គ្នានៅលើទូរស័ព្ទដៃចាំបងប្អូនចូលមក profile account TikTok របស់យើងមកហើយបងប្អូនចុចយកពាក្យ add account មកចាំបង្កើតថ្មីទៀតខ្ញុំខ្វែងចេញមួយសិនដើម្បីបង្កើតបានបងប្អូនត្រូវដូរកន្លែងនេះសិនណាបងប្អូនណានេះកន្លែងនេះ account យើងបង្កើតជាដាក់ Cambodia អញ្ចឹងបងប្អូនចូលមករើសប្រទេសសិនមកណាអញ្ចឹងបងប្អូនអាចរើសទៅខ្ញុំដាក់ United States មុននឹងបង្កើតបងប្អូនត្រូវកំណត់កន្លែងហ្នឹងសិនបានបង្កើតបានហើយបន្តមកទៀតគឺយើងរើសយក Google account Gmail ហ្នឹងបងប្អូនត្រូវដាក់ Gmail មួយដែលអត់ទាន់ធ្លាប់បង្កើត TikTok ចឹងណាអញ្ចឹងខ្ញុំសូមរើស Gmail មួយខ្ញុំរកមើល Gmail មួយដែលអត់ធ្លាប់បង្កើតបងប្អូនមើលតាមខ្ញុំមួយទៅនឹងបង្កើតបាន 100% ខ្ញុំរើស Gmail នេះហើយខ្ញុំចុច continue អញ្ចឹង Gmail នេះខ្ញុំធ្លាប់បង្កើតហើយខ្ញុំសូមដូរ Gmail វិញខ្ញុំមើល account នេះទីសិនGmail នេះខ្ញុំធ្លាប់ប្រើប៉ុន្តែកាលហ្នឹងដូចជាជាប់ YouTube អញ្ចឹងអ្នកថ្មីគាត់បង្កើត TikTok អញ្ចឹងខ្ញុំសូមដូរវិញខ្ញុំយក Google ថ្មី account Google ថ្មីជាងខ្ញុំរកមើលសិនខ្ញុំដាក់ខ្ញុំរើសយក account នេះចាហើយបន្តទៀតបងប្អូនចុច continue បងប្អូនរកចាំអញ្ចឹងដល់ចំណុចនេះគឺវាឲ្យយើងបំពេញថ្ងៃខែឆ្នាំកំណើតខ្ញុំរើសឆ្នាំសិនរើសខែហើយបន្តមកទៀតយើងចុច continue បងប្អូនហើយកន្លែងនេះnickname របស់យើងបងប្អូនអាចដូរក៏បានមិនចាំបាច់ដូរក៏បានដែរប៉ុន្តែខ្ញុំសូមដូរខ្ញុំដាក់ឈ្មោះខ្ញុំសារ account TikTok យើងច្រើនដែរអញ្ចឹងវាបាក់រកឈ្មោះដាក់ឲ្យខុសគ្នាតិចអញ្ចឹងណាបងប្អូនអញ្ចឹងយើងបាន account មួយហើយបងប្អូនណា account USA ការបង្កើត account TikTok គឺយើងបង្កើតខ្លីទេអត់សូវយូរអត់សូវវែងដូច account Facebook ទេណាអញ្ចឹងយើងចូលឆែកមើលបន្តិចតើ account បរទេសវាមានអីខុសពី account ខ្មែរអញ្ចឹងណានេះចង់ត្រង់ចំណុច creator reward នេះបងប្អូននេះចឹងយើងចូលទៅមើលគោលការណ៍របស់គេបន្តិចសម្រាប់ account ខ្មែរអត់មានទេណាកន្លែងនេះអញ្ចឹងគោលការណ៍របស់គេគឺអាយុចាប់ពី18ឆ្នាំឡើង 10k follower ហើយចំនួន view រយៈពេល30ថ្ងៃហ្នឹងគឺ 100k ហ្នឹងបានយើងគ្រប់លក្ខខណ្ឌគេដើម្បីរកលុយអញ្ចឹង
តែតោះមួយការបង្កើត account USA គឺមានតែប៉ុណ្ណឹងទេបងប្អូនណាព័ត៌មានផ្សេងៗទៀតយើងអាចបំពេញតាមក្រោយទេ bio ឬក៏ password អីយើងអាចដាក់តាមក្រោយអញ្ចឹងអរគុណច្រើន